ปุ้ยอดเคยมีเงียท่าเนี่ยได้ผลิตลานเมาส์ลานนั่งแสบสกแช่แต่คนไอ้เต้บ่ามันเคยมีเงียได้เรื่องนั่งเต้บ่สันจะมีเงียเรื่องนั่งกรมพลนั่งหนึ่งมีปัญหาทมอาจนั่งบัดเวียแต่มาดองจึงไม่ท่าเรื่องกับการล้างเรื่องโดยสารโตยมวยเต้มันไม่เรื่องการล้างโดยสารเรื่องทมอดบานดอสายเรื่องอย่างก็เรื่องโตยมวยโดยเฉรองโดยเฉไอจะดามยังเต้ด่าเตยตุ่มเด็กเรื่องโตยซ้อแต่บางกอตัวจะเรื่องทมบานจังเป็นแต่วัลเจ้าเมียนการกำหนดตกเจ้าหอยใส่ยอดดังเมาปีนาเนี่ยอันนั้นสำหรับร้านจอดเจ้าอันนี้ยังสังเกตเคยไอ้ห้าในเพย์ระเบียบนั้นยังถือบังกาตามระยะการมันถนันประปอนต่างอ๋อนั้นบอกเจนเช็ค ABS หรือเจนเช็คไอ้มวยมันสรัวลือโซคลบคลายตกโจลเลยครับมุกไอ้แต่เป็นยับยกtớiเอาไอ้เนี่ยไปเช็คกันเต้ตรวจผลนัดหนึ่งดอกสายเชิงตอนจุดซัวบองปอนต่อគ្នាថ្ងៃនេះខ្ញុំស្វាគមន៍មកការទៅចែកគ្នាតាក់ទងនឹងរថយន្តម្ដងទៀតហើយនេះគឺសប្តាហ៍ទី4របស់យើងហើយលើកនេះយើងនឹងទៅចែកគ្នាទៅលើ topic មួយដែលសំខាន់ដែរដែលជួបប្រទះកន្លងមកហើយពួកយើងទាំងអស់គ្នាក៏ឆ្ងល់ថាហេតុអ្វីបានកើតឡើងពេលនេះយើងនឹងទៅចែកគ្នាតាក់ទងទៅនឹងហេតុអ្វីបានរថយន្តឆាបឆេះជាភ្លើងកើតពេលដែលកំពុងបើកបរក៏ដោយពេលដែលចតចោលក៏ដោយបើកលឿនបើកយឺតជាដើមដូច្នេះជាអ្វីដែលយើងទៅចែកផ្អែកទៅលើបទពិសោធន៍យើងក្នុងវិស័យនេះជាង20ឆ្នាំហើយនឹងអ្វីដែលយើងបានធ្លាប់ជួបកន្លងមកបាទដូច្នេះអ្វីដែលយើងទៅចែកគ្នាគឺជាបទពិសោធន៍ហើយបងប្អូនអាចយកទៅច្នៃពិចារណាហើយដើម្បីការពារពេលណាបងប្អូនដឹងពីប្រភពនៃបញ្ហាបងប្អូនអាចបង្ការបានបាទដូច្នេះបង្ការដើម្បីថែរក្សានៅសុខសុវត្ថិភាពរបស់យើងផងហើយនឹងថវិការបស់យើងបាទអូខេអញ្ចឹងហើយកុំឲ្យខាតពេលយូរខ្ញុំសូមស្វាគមន៍បងសូលីបាទជំរាបសួរបាទថ្ងៃនេះ welcome សាជាថ្មីបាទអូខេបងយើងឃើញកន្លងមកនៅប្រទេសកម្ពុជាយើងមានបញ្ហាឆាបឆេះរថយន្តណាបាទហើយពួកយើងតាមដានជានិច្ចកាលទៅលើបញ្ហាដែលកើតឡើងទាំងអស់នោះបាទដើម្បីយើងអាចដឹងថាប្រភពនៃបញ្ហាមកពីអីហើយយើងអាចនឹងចែករំលែកនៅក្នុងថ្ងៃណាមួយហើយថ្ងៃនេះយើងមានឱកាសក្នុងការចែករំលែកបាទពីមុនមកយើងត្រួតពិនិត្យយើងតាមដានហើយយើងមើលទុកបាទហើយយើងកត់ត្រាទុកឥឡូវយើងមានឱកាសក្នុងការចែករំលែកសម្រាប់បងប្អូនទាំងអស់ដែលចាប់អារម្មណ៍ទេបាទបងប្អូនមិនចាប់អារម្មណ៍ក៏អត់អីដែរបាទអញ្ចឹងយើងឃើញមានការឆាបឆេះជាច្រើននៅផ្លូវលបឿនលឿនក៏ដោយនៅភ្នំពេញក៏ដោយអញ្ចឹងភ្នំពេញមានថាជាអត់លឿនទេបាទនៅសៀនុវិលបាទនៅកំពង់សោមក៏ដោយបាទមានពេលយប់ផងក៏យើងឃើញបាទមានពេលថ្ងៃផងក៏យើងឃើញបាទមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរឿងហ្នឹងក៏យើងឃើញបាទដូច្នេះយើងនឹងចែកចាយទៅចែកគ្នាខ្ញុំអាចបែងចែកជាប្រភេទជា3ក៏ជា4ផ្នែកក្នុងការឆាបឆេះហ្នឹងបាទនៅក្នុងលក្ខខណ្ឌដែលឡានយើងក្នុងកំពុងស្ថានភាពមួយណាអញ្ចឹងយើងអាចបែងចែកបានថាឡានកំពុងតែចតចោលក៏អាចមានការឆាបឆេះឡានកំពុងតែជិះយឺតក៏មានការឆាបឆេះបាទទី2ឡានដែលបើកពេលយប់មានការឆាបឆេះទី3បាទហើយឡានជិះផ្លូវលបឿនលឿនពេលថ្ងៃក៏ដោយពេលយប់ក៏ដោយក៏មានការឆាបឆេះបាទនឹងទី4របស់យើងដូច្នេះយើងនឹងយកបំបែកមួយដើម្បីយើងទៅចែកគ្នាថាតើវាអាចបង្កមកពីអីបានរឿងនឹងឆាបឆេះឥឡូវយើងលើកតាក់ទងទៅនឹងរឿងពេលដែលឡានចតចោលសិនបាទចុះឡានចតចោលអត់មានបញ្ឆេះអីទាំងអស់ហេតុអីបានឡានឆាបឆេះបានបងយល់យ៉ាងម៉េចដែរការងារពេលដែលឡានចតចោលហើយមានការឆាបឆេះហ្នឹងបើតាមការយល់ដឹងនិងការសង្កេតរបស់ខ្ញុំសង្កេតឃើញថាយើងមានបញ្ហាឆ្លងចរន្តទី1ទៅលើប្រព័ន្ធដែលបង្កឲ្យមានសម្ពាធបានន័យថានៅក្នុងរថយន្តវាមានប្រព័ន្ធវាប្រើម៉ូទ័រដើម្បីគ្រប់គ្រងសម្ពាធដូចជាសម្ពាធABS សម្ពាធហ្វ្រាំងហ្នឹងបាទយើងលើកឧទាហរណ៍ហ្នឹងមួយហើយទី2ទៀតពាក់ព័ន្ធទៅនឹងការឆ្លងចរន្តដោយសារទឹកចូលបាទអាហ្នឹងយើងចតចោលទៅវាមានការឆ្លងម៉ូទ័រហ្នឹងវាដើរអត់ឈប់ទេឧទាហរណ៍ប្រព័ន្ធបង្កសម្ពាធ ABS អញ្ចឹងបាទវាត្រូវការ
ប៉ាំអាប្រេងហ្វ្រាំងហ្នឹងដើម្បីឲ្យវា pre charge ទៅដល់កម្រិតមួយដែល sensor វាថាអូខេកម្រិតហ្នឹងសម្រាប់ការប្រើប្រាស់បន្ទាប់គ្រប់គ្រាន់គឺវាត្រូវឈប់ប៉ុន្តែដោយសារប្រព័ន្ធហ្នឹងយើងអត់បាន maintenance អីត្រឹមត្រូវវាមានការលេចឬក៏ motor ហ្នឹងវាមានការខ្សោយសម្ពាធនៅផាំវាហ្នឹងអញ្ចឹងវាធ្វើឲ្យការប៉ាំហ្នឹងវាបន្តរយៈពេលយូរទៅវាក្តៅវាឆេះបាទអាហ្នឹងមួយបើទឹកចូលវាធម្មតាទេរបស់ដែលត្រូវ stop ហើយត្រូវឈប់ហើយស្រាប់តាវាមានចរន្តជាប់ឆ្លងទៅ motor ហ្នឹងវិលដោយគ្មានការកំណត់អញ្ចឹងពេលដែលវិលចោលគ្មានការកំណត់ទុកចោលហុយផ្សែងអត់ដឹងមកពីណាទេអាហ្នឹងសម្រាប់ឡានចតចោលហើយយើងសង្កេតឃើញហើយហានិភ័យរបៀបហ្នឹងយើងត្រូវបង្ការតាមរយៈការ maintenance ប្រព័ន្ធទាំងអស់ហ្នឹងបើចេញ check ABS ឬចេញ check អីមួយមិនស្រួលឬសូក្លុកក្លាក់អីទឹកចូលនៅខាងមុខអីត្រូវបញ្ញាប់យកទៅឲ្យអ្នកបច្ចេកទេសត្រួតពិនិត្យនិងដោះស្រាយជាបន្ទាន់បាទអូខេបងហើយកន្លែងនេះខ្ញុំក៏ចង់ចែកម្លែកខ្លះដែរតើតើនឹងការចតហ្នឹងហើយស្រាប់តែសុកមានការឆាប់ចេះកើតឡើងបាទអញ្ចឹងយើងមើលថាការឆាប់ចេះបង្កដោយកតាយខ្លះការឆាប់ចេះជាអណ្ដាតភ្លើងវាត្រូវការអុកស៊ីហ្សែនត្រូវការប្រេងឥន្ធនៈមួយចំនួនដើម្បីឲ្យវាកើតឡើងមានខ្លាយជាចំហេះខ្លាយជាអណ្ដាតភ្លើងបានអញ្ចឹងលើកឡើងតាក់ទងនឹងប្រព័ន្ធភ្លើងដែលអត់ផ្ដាច់ហើយបណ្ដាលឲ្យcomponent មួយចំនួនដែលនៅជាប់ឡានហ្នឹងខ្លាយជាអណ្ដាតភ្លើងដោយសារអត់ព្រមឈប់បាទធម្មតាឧទាហរណ៍ដូចជា pre charge pump ដូចជាអីនៅឡានមួយចំនួនដែលសម្រាប់បន្ថែមសម្ពាធណាបាទគឺអត់ចូលទៅក្នុង zip ទេគឺវា direct តែម្ដងបាទដូច្នេះពេលណាដែលមានការឆ្លងហើយតាមពិតកន្លែងហ្នឹងមិនងាយនឹងឆ្លងទេដោយសារអីដោយសារមានទឹកដោយបងឯងនិយាយអញ្ចឹងដល់ពេលណាមានទឹកគឺរបស់ហ្នឹងវាភ្ជាប់អូតូម៉ាទិកហ៎បាទវាភ្ជាប់អូតូម៉ាទិកហ៎អញ្ចឹងកន្លែងមានទឹកដោយសារអីមិនមែនដោយសារឡានហ្នឹងខូចទេដោយសារវាស្ទះនៅតម្រងបង្ហូរទឹករបស់វាតាមពិតវាមានស្លាបពេលមួយពេលដែលមានទឹកមកវាហូរចុះទៅក្រោមទេតែដោយសារវាមានកតិចដីវាមានកតិចស្លឹកឈើហើយមួយចំនួនធ្វើឲ្យអារុនហ្នឹងវាស្ទះអញ្ចឹងវាឡើងម្ដងតិចម្ដងជាពិសេសបងប្អូនដែរបើកឡានកាត់ភ្លៀងហើយឬក៏បងប្អូនចតឡានចោលយូរបាទព្រោះយើងធ្លាប់ឃើញករណីហ្នឹងកើតឡើងហើយជាក់ស្ដែងតែម្ដងបាទហើយយើងនឹងដាក់រូបហ្នឹងឲ្យបងប្អូនអាចមើលឃើញដែរបាទថាវាកើតឡើងនៅរបៀបម៉េចបាទហើយវាស្ថានក្នុងស្ថានភាពណាបាទហ្នឹងតកតងនឹងការឆ្លងតកតងអេឡិចត្រូនិកហើយនឹងប្រព័ន្ធភ្លើងមួយទៀតខ្ញុំក៏សង្កេតឃើញថាតកតងនឹងការមានលេចជ្រាបនៅប្រេងឥន្ធនៈដូចជាប្រេងម៉ាស៊ូតក៏ដោយប្រេងសាំងក៏ដោយប្រេងម៉ាស៊ីនក៏ដោយហើយពេលដែលយើងចតចោលរបស់អស់ហ្នឹងឬក៏ស៊ីម៉ាំងរបស់យើងបាទ catalytic converter ហ្នឹងវាក្តៅមែនតើរហូតដល់5ទៅ600អង្សាសេបាទឡើងក្រហមចេះអញ្ចឹងវាអាចតក់ទៅលើកន្លែងហ្នឹងហើយយើងឈប់យើងអត់ដឹងវាតក់ទៅតាមអ្វីដែលវាមានខ្លាំងខ្សោយនៃការលេចជ្រាបហ្នឹងគឺវាអាចឆេះដោយប្រការណាមួយឬមួយក៏មានស្អីមួយបើសិនឡានយើងទៀតមានរបស់ខាងក្រោមដែលងាយឆាប់ឆេះឬក៏មានគេកពុបអីពីណាមួយមកបាទដែលជាប្រេងឥន្ធនៈឬក៏ជាអីដែលងាយឆាប់ឆេះភ្លើងរឿងហ្នឹងក៏អាចកើតឡើងបានបាទកន្លែងនេះខ្ញុំចង់បន្ថែមបន្តិចរបាំងដែលយើងថាបលាំងដាស់ដែលបាំងពីក្រោមម៉ាស៊ីនរថយន្តនៅខាងបាតហ្នឹងបាទយើងមិនគួរមើលរំលងទេព្រោះពេលដែលវាដាច់ដោយការជិះឆ្លងកាត់ទឹកឬក៏បុកប៉ះនៅនឹងចើមអីជាទូទៅត្រូវត្រួតពិនិត្យវាឡើងវិញព្រោះអាហ្នឹងវាការពារបង្ការរឿងហ្នឹងដែរបាទវាសំខាន់ណាស់បាទមួយទៀតដែលខ្ញុំសង្កេតមើលឃើញដែរការដែលយើងបំពាក់នៅឧបករណ៍អេឡិចត្រូនិកមួយចំនួនដែលមិនមែនជារបស់ original ពីរោងចក្រគេហៅថា after market បាទរឿងមួយរបស់ដែលបំពាក់បន្ថែមដូចជា remote control តេឡេបញ្ជាឬមួយក៏មញេឬមួយក៏បាសណាមួយដែលមិនបានបំពាក់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវបាទដែលធ្វើឲ្យភ្លើងទាំងអស់ហ្នឹងអត់ចូលទៅក្នុងប្រព័ន្ធនៃការការពារដូចជា zip ឬក៏អីជាដើមអញ្ចឹងទៅបាទធ្វើឲ្យរបស់ហ្នឹងធ្វើការរហូតអញ្ចឹងពេលដែលមិនមែនជាមុខងារវាធ្វើការរហូតវាអាចទៅជាមានរឿងអីមួយទី2ការដែលតមិនមែនតាមលក្ខណៈបច្ចេកទេសដូចជាតំណរបស់គាត់ការតរបស់គាត់ក៏ប្រើ Scott ធម្មតាកន្លែងដែលក្តៅបាទវានឹងលាវិញដោយខ្លួនឯងហើយវានឹងជាប់វិញវានឹង
មានជាប់ជាមួយនឹងខ្សែផ្សេងវានឹងបង្ករឿងហ្នឹងដល់យើងអត់ដឹងខ្លួនដែរបាទហើយមួយទៀតតាក់ទងទៅនឹង underside មានន័យថាខ្សែហ្នឹងវាតូចខុសពីបច្ចេកទេសវាដែលគួរអាចទៅបានតូចពេកអញ្ចឹងវាក្តៅបន្តិចម្ដងវាលាយហើយជាប់គ្នាបាទអញ្ចឹងហ្នឹងគឺការពាក់បន្ថែមតែខុសលក្ខណៈបច្ចេកទេសបាទខុសលក្ខណៈបច្ចេកទេសចង់និយាយថាប្រព័ន្ធហ្នឹងវាអត់ត្រូវបានការពារដោយ PSIP ដែលមាន standard rating ឯធម្មតាបាទមួយវិញទៀតដែលសំខាន់ដែរដែលខ្ញុំឃើញគឺតាក់ទងនឹង relay ឬក៏ខ្មែរហៅ relay ហ្នឹងបាទវាខូចគុណភាពឬវាអស់អាយុកាលវាជាប់ហើយអត់លែងវិញបាទពេលដែលវាជាប់អត់លែងវិញមានន័យថារបស់ហ្នឹងធ្វើការរហូតវាទៅបញ្ជាទៅ relay ហ្នឹងទៅបញ្ជាទៅរបស់មួយណារបស់ហ្នឹងនឹងធ្វើការរហូតអត់ឈប់ទេបាទដូច្នេះហើយក៏វានឹងបង្កដែលអាចធ្វើឲ្យរឿងឆាប់ឆេះខូចរបស់ហ្នឹងហើយវាឆាប់ឆេះទៅជាភ្លើងបានដែរហ្នឹងបាទដូច្នេះវិធីបង្ការគឺយើងត្រូវតែត្រួតពិនិត្យនៅបញ្ហាទាំងអស់ហ្នឹងជាទៀងទាត់អញ្ចឹងយើងត្រូវត្រួតពិនិត្យរបៀបម៉េចគឺយើងមានតែអ្នកដែលបច្ចេកទេសដែលជាជំនាញពិតប្រាកដដែលអាចឬក៏ការ៉ាស់ណាដែលគាត់មានជំនាញគាត់អាចទៅត្រួតពិនិត្យទៅលើចំណុចទាំងអស់ហ្នឹងបានហើយបើសិនជាបងប្អូនបំពាក់បន្ថែមបងប្អូនទៅរកកន្លែងណាដែលគាត់មានជំនាញច្បាស់លាស់ហើយគាត់អាចបំពាក់តាមលក្ខណៈបច្ចេកទេសបាទត្រង់នេះខ្ញុំចង់ជម្រាបបងប្អូន fan ដែលតាមដាន page របស់ពួកយើងតាមដានហ្នឹងកុំឲ្យភ័យបារម្ភបន្តិចថានិយាយចឹងហើយទៅភ័យធម្មតាពេលដែល relay ឬក៏ relay ហ្នឹងវាអត់ដើរវាអត់អីវាតែងតែមានការ warning បានន័យថាចេញនៅលើកុងទ័រយើងបើ warn ឲ្យថាប្រព័ន្ធហ្នឹងវាមិនដំណើរការនេះមិនដំណើរការនោះពេលអញ្ចឹងយើងអាចយកឡានហ្នឹងទៅត្រួតពិនិត្យបានទេបាទគ្រប់រថយន្តសម័យឥឡូវបំពាក់ទៅដោយប្រព័ន្ធតាមដានបាទន័យថាប្រព័ន្ធដែលតាមមានអីតិចចេញមកឲ្យឃើញភ្លាមចេញមកហើយអញ្ចឹងការដែលចេញហ្នឹងយើងកុំដំអកបង្អង់អីយល់ថាវាមិនអីទេរឿងទូចតាចអីអញ្ចឹងទៅក៏អាចថាវាជាការធ្វេសប្រហែសមួយដែរបាទដូច្នេះរឿងទាំងអស់ហ្នឹងវាមិនងាយនឹងកើតឡើងដែរទេតែបើវាកើតឡើងក៏យើងខាត់បងធំមែនតើបាទអញ្ចឹងរឿងទាំងអស់ហ្នឹងវាយូរកើតឡើងម្ដងដោយសារវាគ្រប់លក្ខខណ្ឌរបស់វាបាទបើសិនជាវាអត់គ្រប់លក្ខខណ្ឌរបស់វាក៏អត់ងាយកើតឡើងដែរវានឹងคล้ายទៅជាការដាច់វិស៊ីបឬការអីជាដើមអញ្ចឹងទៅបាទតែមែនតែនមិនងាយនឹងកើតឡើងទេរឿងករណីអស់ហ្នឹងតែបើសិនជាយើងបានបង្ការដោយយើងដឹងមូលហេតុនៃបញ្ហាគឺយើងប្រើប្រាស់បានយូរអង្វែងហើយក៏អត់មានគ្រោះថ្នាក់ទៅដល់ក្រុមគ្រួសារហើយទ្រព្យសម្បត្តិរបស់យើងដែរបាទអញ្ចឹងមានន័យថារបស់ហ្នឹងយើងអាចបង្ការបានអាចបង្ការបានតាមរយៈការសង្កេតបាទហើយពេលដែលយើងជួសជុលទៀតសោតក៏យើងត្រូវអាចដឹងបានថាមានរបស់ខ្លះយើងអាចសំបានរបស់ខ្លះយើងមិនអាចសំបានទេបាទអញ្ចឹងហើយអានឹងត្រូវធ្វើតាមលក្ខណៈបច្ចេកទេសបាទអូខេឥឡូវយើង move on ទៅចំណុចទី2បាទដែលថាឡានបើកយឺតក៏អាចឆាបឆេះបានដែរបាទអញ្ចឹងឡានយឺតដែលអាចបើកឆេះបើកទៅវាឆាបឆេះបានអានឹងខ្ញុំចង់ឲ្យបងបន្ថែមបន្តិចទៀតរឿងថាមូលហេតុអីបាទអញ្ចឹងឡានមួយចំនួនពេលដែលកើតឡើងរឿងការឆាបឆេះហ្នឹងយើងអត់មានបើកលឿននៅផ្លូវលបឿនលឿនអីសោះណាបាទហើយក៏មានការឆាបឆេះយើងមើលឃើញកន្លងមកនៅតាមបណ្ដាខេត្តក៏នៅភ្នំពេញដែរបាទអញ្ចឹងវាមានហេតុរបស់វាដែលបង្កឡើងហើយហេតុដែលបង្កឡើងភាគច្រើនគឺកើតឡើងចេញពីប្រេងនៃការលិចជ្រាបបាទឧទាហរណ៍មួយថាពេលណាដែលយើងជិះនៅក្នុងលបឿនយឺតដើម្បីបញ្ចុះកម្ដៅម៉ាស៊ីនបានគឺវាពឹងផ្អែកទៅលើដង្ហើមទាំងស្រុងបាទអញ្ចឹងបើសិនជាដង្ហើមហ្នឹងมันបានបញ្ចុះកម្ដៅទាន់ពេលវេលាឬមួយក៏ដង្ហើមហ្នឹងមានអសកម្មណាមួយឬក៏មិនដំណើរការត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសដែលគេបាន design មកលបឿនវិលអត់គ្រប់បញ្ចុះកម្ដៅមិនទាន់អញ្ចឹងធ្វើឲ្យម៉ាស៊ីនវាឡើងកម្ដៅធ្វើឲ្យអ្វីផ្សេងៗទាំងអស់ក្ដៅជាងធម្មតាទាំងអស់ព្រោះពេលណាដែលយើងជិះយឺតខ្យល់ដែលពីខាងក្រៅមកអត់បានជួយដើម្បីធ្វើឲ្យម៉ាស៊ីនហ្នឹងបន្ថយសីតុណ្ហភាពដើម្បីត្រជាក់ទេដូច្នេះពឹងផ្អែកលើដង្ហើមអញ្ចឹងពេលណាដែលយើងមានប្រេងដែលលិចជ្រាបបាទមានប្រេងដូចប្រេងម៉ាស៊ីនប្រេងប្រអប់លេខក៏ដោយប្រេងស្អីក៏ដោយឲ្យតែប្រេងដែលនៅជាប់ឡានទាំងអស់លិចជ្រាបហើយវាតក់ចំទៅកន្លែងដែលវាអាចឆាប់ឆេះបានដូចស៊ីម៉ាំងដូចអីបានវានឹងអាចคล้ายជាអណ្ដាតភ្លើងបានបាទនឹងមួយអូខេទី2តាក់ទងទៅនឹងកង្ហារវាផ្ទាល់តែម្ដងបើសិនជាកង្ហារហ្នឹង
គាំងឬក៏កំពុងតែកកិតដោយកតាណាមួយបាទវាខូចបាខូចបណ្ដាងអីនៅខាងក្នុងនឹងអញ្ចឹងណាបាទតែវាអាចនឹងលឺសូរសំឡេងដែរឬក៏យើងមិនអាចចាប់អារម្មណ៍ទៅតាក់ទងនឹងសំឡេងឡានលេងអីយូរទៅវាបញ្ចុះកម្ដៅមិនបានល្អបាទហើយក៏វាបង្កើតឡើងនៅការកកិតមានកម្ដៅហើយអាចคล้ายជាអណ្ដាតភ្លើងដែរហើយបើយើងមានជ័រមានស្អីនៅកន្លែងហ្នឹងហើយមានប្រេងមានអីមួយចំនួនដែលនៅកន្លែងហ្នឹងទៀតវាធ្វើឲ្យរឿងហ្នឹងក៏អាចឆាប់ចេះតាមរយៈអាទាំងហាលហ្នឹងដែរបាទអាតិចហ្នឹងណាបាទអញ្ចឹងអាតិចហ្នឹងភាគច្រើនគឺខ្ញុំមើលឃើញតាក់ទងនឹងរឿង electric ហើយតាក់ទងនឹងប្រព័ន្ធភ្លើងដែលវាមិនឈប់ដូចរលាហ្នឹងដដែលទេបើទៅរលាហ្នឹងត្រូវឈប់វាអត់ផ្ដាច់បាទវាត្រូវផ្ដាច់អត់ផ្ដាច់ក៏វាធ្វើការរហូត full speed លឿនពេញក៏ធ្វើឲ្យរឿងហ្នឹងក៏ឆាប់ឆេះរបៀបអញ្ចឹងដែរបាទហ្នឹងឆ្លងភ្លើងដោយសារកត្តាដែលมันដំណើរការប្រកក្តីនៅឧបករណ៍ណាមួយនៅ component ណាមួយផ្នែកណាមួយនៃរថយន្តហើយហ្នឹងការស្រក់ប្រេងស្រក់អីទៅលើរបស់ដែលក្តៅខ្លាំងហ្នឹងជឿបងមានអីជាបងបាទកន្លែងនេះខ្ញុំចង់គាត់សង្កត់ធ្ងន់ទៅលើកង្ហាដែលបកធុងទឹកហ្នឹងដើម្បីឲ្យវាត្រជាក់ហ្នឹងយើងឃើញឡានចាស់ដូចបងបានជជែកឡើងជួនកាលវាមានប្រេងមានអីដកជាប់នៅនឹងកង្ហាហ្នឹងទៅវានៅក្បែរហ្នឹងឲ្យសាច់ទៅប៉ះអញ្ចឹងទៅពេលដែលកង្ហានឹងវិលទៅវាអាចជ្រាបចូលទៅវាអាចឆេះដែរអាហ្នឹងសម្រាប់ឡានដែលប្រើប្រាស់យូរតែយើងក៏ឃើញឡានថ្មីបាទយើងឃើញឡានថ្មីយើងមិនចង់និយាយថាប្រភេទឡានណាទេប៉ុន្តែឡានថ្មីមួយចំនួនកង្ហាហ្នឹងគាត់ធ្វើទៅដូចជាមិនត្រូវស្តង់ដារបច្ចេកទេសនៅឡើយព្រោះឡានទៅម៉ាកហ្នឹងទៅនៅក្នុងទីផ្សាររយៈពេលខ្លីអញ្ចឹងក៏កង្ហាហ្នឹងក៏ចាប់ផ្ដើមឆេះដោយខ្លួនវាពេលដែលរថយន្តហ្នឹងបើកនៅចាំស្តុបបាទឈប់ចាំស្តុបឬក៏បើកយឺតនៅក្នុងក្រុងស្ទះចរាចរណ៍វាត្រូវការកង្ហាលហ្នឹងបក់ជំនួសឲ្យលបឿនឡានណាបាទន័យថាឡានធម្មតាដែលយើងដូចម៉ូតូអីចឹងយើងជិះត្រូវខ្យល់ទៅវា air cool បាទដល់ពេលយើងឡានវាអត់មាន air cool ទេពេលដែលជិះយឺតអញ្ចឹងវាត្រូវការកង្ហាហ្នឹងដើម្បីបង្កើនលបឿនខ្យល់ពីខាងក្រៅចូលមកធ្វើឲ្យធុងទឹករបស់ឡានត្រជាក់អញ្ចឹងពេលដែលវាក្តៅស្ទះចរាចរណ៍នៅងុំខ្លាំងកង្ហាហ្នឹងធ្វើការកាន់តែខ្លាំងហើយវាអត់អាចស៊ូរួចនឹងបរិយាកាសហ្នឹងក៏វាចាប់ផ្ដើមមានអណ្ដាតភ្លើងចេញមកដោយខ្លួនវាអញ្ចឹងទៅអាហ្នឹងក៏ធ្លាប់សង្កេតឃើញ 2-3 ករណីដែរនៅទីក្រុងភ្នំពេញហ្នឹងចាអាហ្នឹងកន្លែងហ្នឹងមួយការជ្រើសរើសការប្រើប្រាស់យើងគួរសង្កេតប៉ុន្តែបើរបស់វាចាស់វាមុនឆេះវាអាចមានជាសម្លេងដូចបងមានប្រសាសន៍អញ្ចឹងថាវាអាចលឺសូរវាអាចអីប៉ុន្តែអ្នកប្រើភាគច្រើនគាត់មិនសូវចាប់អារម្មណ៍វាលឺជួនកាលវាមិនខ្លាំងឬក៏គាត់មិនមានការចាប់អារម្មណ៍ទៅក៏មិនដឹងថាវាលឺវាអីអញ្ចឹងទៅប៉ុន្តែរឿងនេះវាមិនមែនជារឿងមួយដែលត្រូវភ័យខ្លាចអីទេអានេះបាទដូចគ្នាបាទយើងត្រូវសង្កេតត្រង់ហ្នឹងកុំឲ្យវាមានបញ្ហាបាទខ្ញុំមានបន្ថែមមកប៉ុណ្្នឹងឯងរឿងកង្ហាធុងទឹកហ្នឹងបាទដូចជាខ្ញុំធ្វើដំណើរទៅឆ្ងាយម្ដងណាខ្ញុំតែងតែអត់មានស្ដាប់ញ៉េស្ដាប់ស្អីទេវិទ្យុអីទេអញ្ចឹងខ្ញុំស្ដាប់សំឡេងឡានរបស់ខ្ញុំទៅវិញអញ្ចឹងគ្រួសារខ្ញុំថាទៅណាមកណាមួយខ្ញុំគឺស្ងប់ស្ងាត់ល្អណាស់បាទព្រោះអត់មានសំឡេងញ៉េសំឡេងឡានចាក់ភ្លេងចាក់អីទេដោយសារអីដោយសារខ្ញុំដឹងកិច្ចការទាំងអស់ហ្នឹងហើយខ្ញុំប្រយ័ត្នប្រយែងទៅលើប្រព័ន្ធទាំងអស់ហ្នឹងអញ្ចឹងបើមានសម្លេងអីមួយឬក៏ឡានខ្ញុំបែកកង់ខ្ញុំអាចឈប់តាន់ពេលវេលាបានឧទាហរណ៍ណាបាទមួយធម្មតាមុននឹងបែកកង់ទៅជារឿងខ្លាំងគឺវាត្រូវតិចសិនវាអស់ខ្យល់តិចម្ដងសិនជិះពេលដែលខ្ញុំឮសម្លេងខុសប្រក្រតីខ្ញុំឈប់បើសិនជាមានខ្សែពៀនដែលមានលបកឬក៏មានអីឬក៏មានកាត់នៃកាត់ឡើងខ្ញុំអាចឈប់បានបណ្ដាងចាប់ដើមមានបញ្ហាខ្ញុំអាចដោះស្រាយបន្ថយលបឿនបានដើម្បីអញ្ចឹងណាបាទអញ្ចឹងភាគច្រើនខ្ញុំស្ដាប់សម្លេងអញ្ចឹងការដែលយើងបើកបរយើងស្ដាប់សម្លេងក៏ជារឿងសំខាន់ដែរបាទតែអានេះគឺជាការសម្រេចចិត្តរបស់បងប្អូនហើយរបៀបបើកបររៀងៗខ្លួនទេហ្នឹងបើពាក់ព័ន្ធនឹងការស្ដាប់សម្លេងអញ្ចឹងខ្ញុំចង់បន្ថែមការប្រយ័ត្នរឿងក្លិនមិនស្រួលធម្មតាសាំងនឹងម៉ាស៊ូតវាធំក្លិនចម្លែកពេលដែលយើងវាឆ្ងៀមបាទឬក៏ធំក្លិនម៉ាស៊ូតខ្លាំងធំក្លិនសាំងខ្លាំងប៉ុន្តែសាំង
ជាទូទៅស្រក់តិចតិចវាហើអស់វាអត់សូវធំក្លិនទេប៉ុន្តែបើមកស៊ូតវាអត់ហើវានៅសើមនៅហ្នឹងបាទហ្នឹងក៏វាវាធ្វើឲ្យការធំក្លិនហ្នឹងវាច្បាស់អញ្ចឹងបងប្អូនបើសិនជាមានការធំក្លិនអីមិនស្រួលនៅក្នុងឡានចេញពីម្ដុំម៉ាស៊ីនឡានអាហ្នឹងក៏គួរការសង្កេតដែរបាទហ្នឹងខាងខ្ញុំ recommend ឲ្យយកឡានហ្នឹងមកត្រួតពិនិត្យថាតើវាលេចកន្លែងណាយើងដោះស្រាយបើថាកន្លែងណាដែលមិនចាំបាច់បងប្អូនថាមិនទាន់ដោះស្រាយអាហ្នឹងស្រេចលើការសម្រេចចិត្តអញ្ចឹងដើម្បីបង្ការគឺយើងត្រូវតែត្រួតពិនិត្យដោយទៀងទាត់ហើយរបស់កន្លែងណាដូចជាមានលេខជ្រាបយើងត្រូវតែជាបាលវាជួសជុលវាបាទហើយទាំងហាល់តាមពិតទៅយើងអាចតេស្តបានតាមរយៈបើសិនជាជាងគាត់មានកុំព្យូទ័រគាត់អាច activate អត់ចាំបាច់ទៅប្រឆេះឡានអត់ចាំបាច់ទៅអីរត់ឡានអីទេដឹងថាលបឿនប្រមាណភាគរយសេរីទៅតាមកុំព្យូទ័ររបស់គាត់ហ្នឹងបាទគាត់អាចសេរីនៅលបឿនទាំងហាលនឹងបានបាទយើងចុចទៅឲ្យវារ៉ាន់ 50% រ៉ាន់ 75% តែវាមានសម្លេងណាដែលខុសប្រក្រតីអត់ពេលខ្លះយើងប្រឆេះឡានជាមួយនឹងវិលគឺយើងពិបាកស្ដាប់តែពេលណាយើងរ៉ាន់ដោយធម្មតាគឺយើងស្រួលស្ដាប់ទេមានថាយើងប្រើកុំព្យូទ័រអត់ប្រឆេះឡានទេគឺយើងស្រួលស្ដាប់យើងដឹងសម្លេងដឹងអីទាំងអស់ហើយយើងមើលទៀតបោលទាំងស្លាបអត់អីអត់ហ្នឹងវាងាយដើម្បីកាត់បន្ថយការចំណាយអាហ្នឹងទី1ទី2បន្ថយណាធ្វើម៉េចឲ្យវាលំហូរនៃបន្ថយការបញ្ចុះកម្ដៅកាន់មានប្រសិទ្ធភាពអញ្ចឹងបង្ការគឺយើងត្រូវតែត្រួតពិនិត្យឲ្យទៀងទាត់មែនណាបងប្អូនបង្ការគឺយើងមានតែត្រួតពិនិត្យឲ្យទៀងទាត់ទេបាទហើយនេះក៏ជារឿងកម្រដែរមិនមែនជាឡានណាក៏មានបញ្ហាអញ្ចឹងហើយកើតឡើងបែបហ្នឹងទេមានថាបើសិនជាទាំងហាលហ្នឹងវាអត់ដើរវាគាំងឆេះឡានណូអត់ទេគឺមានថាជាហេតុផលមួយចំនួនណាការឆ្លងភ្លើងក៏ជាហេតុផលមួយចំនួនបាទចឹងអានេះគឺជាហេតុផលមួយចំនួនពេលដែលឡានឆេះអស់ហើយយើងអត់ទៅត្រួតពិនិត្យអីកើតទេតែបើសិនឆេះមិនទាន់អស់យើងអាចដឹងថាវាចាប់ផ្ដើមចេញពីណាមកបាទតែបើឆេះអស់លីងហើយបាទយើងអត់អាចទៅវិនិច្ឆ័យឲ្យបានទេបាទតែយើងអាចដឹងថាតើក្នុងស្ថានភាពហ្នឹងជិះលឿនឬជិះយឺតបាទឥឡូវយើងចូលដល់ជិះពេលយប់ម្ដងមើលជិះពេលយប់ជិះលឿនក៏ដោយជិះយឺតក៏ដោយស្រាប់តែមានរឿងនឹងកើតឡើងបាទស្រាប់តែមានរឿងកើតឡើងវាតោះអីនឹងជិះយប់ជិះថ្ងៃណាបាទវាខុសកន្លែងណាមួយតើបងសង្កេតឃើញអីខ្លះបាទឡានដែលចាប់ផ្ដើមឆេះដំបូងដែលខ្ញុំសង្កេតឃើញរឿងឆេះពេលយប់បាទគឺនៅឆ្នាំ2008 2009ចឹងយើងសង្កេតឃើញឡាននឹងឆេះបន្ទាប់ពីមានការ upgrade ជាគៀងបាទ upgrade ជាគៀងធម្មតាយើងមានការកែខ្សែភ្លើងយើងទិញខ្សែភ្លើងយកមកថែមខុសបច្ចេកទេសនិយាយរួមការដែលឡើងត្រូវបច្ចេកទេសខ្ញុំអត់បកស្រាយទេប៉ុន្តែឡើងធ្វើ upgrade យ៉ាងម៉េចឲ្យវាត្រូវទៅតាមស្តង់ដារបច្ចេកទេសបាទន័យថាខ្សែដែលយើងយកមកថែមហ្នឹងត្រូវឲ្យមានការការពារដោយ fusible បាទន័យថាយើងអត់មានតខ្សែ direct ចឹងទេព្រោះខ្សែតែពេលដែលត direct ពេលដែលវាឆ្លងឬក៏វាឡើងកម្ដៅអីគឺវារហូតដល់ឆេះហ្នឹងបាទយើងដឹងហើយការដែលឆេះពេលយប់ហ្នឹងគឺមកពីយើងបើកភ្លើងហ្នឹងឯងបាទពេលជិះថ្ងៃអត់អីបាទដល់ពេលជិះយប់យើងបើកភ្លើងយូរមួយសន្ទុះទៅឬក៏1ម៉ោងអីទៅវាចាប់ផ្ដើមឆេះហើយយប់ឡើងហុយផ្សែងយើងមើលអត់ដឹងទេបាទអញ្ចឹងយើងជួនកាលយើងមើលអត់ដឹងអញ្ចឹងទៅឬក៏ហុយផ្សែងយើងស្មាននឹងផ្សែងម៉ូតូអាមួយនោះនៅចិត្តនឹងស្មានតែហុយអញ្ចឹងទៅដល់ពេលចេញដាតភ្លើងមកអត់យើងចាប់ផ្ដើមឡានយើងឆេះអញ្ចឹងទៅអានឹងភាគច្រើនមកពីការ upgrade ដែលមិនត្រូវទៅតាមស្តង់ដារបច្ចេកទេសបាទអូខេអញ្ចឹងបងយល់ឃើញថាការ upgrade មួយគឺជារឿងដែលបណ្ដាលឲ្យរឿងហ្នឹងណាបាទខ្ញុំក៏មានចំណាប់អារម្មណ៍តាក់ទងទៅនឹងការបើកយប់នឹងដែរធម្មតាការបើកយប់វារបស់ដែលខុសពីថ្ងៃគឺមានតែមួយឯងគឺប្រព័ន្ធភ្លើងបំភ្លឺបាទណាអញ្ចឹងពេលណាដែលយើងមើលឃើញថាតើឡានហ្នឹងមានធ្វើអ្វីខុសពី original ដែលឡានហ្នឹងផលិតមកអត់អញ្ចឹងបើសិនជាឡានហ្នឹងមានការខុស original ដូចជាការឡើងសេរីការអីជាដើមហើយរឿងហ្នឹងវាកើតឡើងបែបហ្នឹងហើយពេលយប់វាអត់មានអីឆ្ងាយពីនោះទេបាទទី1ទី2ការតម្លើងដែលបងមានប្រសាសន៍ចឹងថាត្រូវតាមលក្ខណៈបច្ចេកទេសដូចជាការតខ្សែក៏ត្រូវតែខ្សែដែរត្រឹមត្រូវតាមຂະຫນាតបាទទំហំវាទៅតាមຂະຫນាតតំណ
ក៏ត្រូវមានការរុំត្រឹមត្រូវដែលមាន head string មានអីត្រឹមត្រូវដែលការពារនៅកម្ដៅបានមិនអាចរុំស្កុតធម្មតាហើយយើងដាក់ចូលបានទេព្រោះឯកន្លែងហ្នឹងវាមានកម្ដៅបាទពេលដែលចង្គៀងពេលដែលអីហ្នឹងនៅចិត្តហ្នឹងមានកម្ដៅបាទពេលបើកយូរទៅវាក្ដៅទី1ចេញពីចង្គៀងឯងផងទី2ចេញពីម៉ាស៊ីនផងដល់ពេលអញ្ចឹងទៅអាស្កុតអីទាំងអស់ហ្នឹងវានឹងលាខ្លួនឯងព្រោះស្កុតហ្នឹងវាអាចទប់ទល់នឹងកម្ដៅបានទេអញ្ចឹងត្រូវមានស្កុតហើយទី3ការតម្លើងការអីហ្នឹងខ្សែហ្នឹងត្រូវរត់ជាមួយនឹងអ្នកខ្លះឃើញជាក់ស្ដែងកន្លងមកខ្ញុំឃើញមានអ្នកខ្លះគេរត់មានស្រោមមានអីគេត្រឹមត្រូវណាដើម្បីទៅដល់មានហើយគេបង្កើតដាក់ប៊ូស៊ីបដាក់អីត្រឹមត្រូវទៀតណាបាទអ្នកខ្លះក៏អត់មានដាក់ប៊ូស៊ីបដាក់អីទេហើយខ្សែនឹងរត់ស្រាតតែម្ដងអត់មានរុំមានអីអញ្ចឹងពេលដែលម៉ាស៊ីនវាក្តៅទៅខ្សែនឹងក៏រលួយបាទជុំគាត់រត់នៅចិត្តនឹងអាម៉ាស៊ីននឹងឯងបាទអញ្ចឹងងាយស្រួលលឿនរហ័សបាទអញ្ចឹងខុសបច្ចេកទេសទាំងអស់ហ្នឹងហើយ underside តាក់ទងនឹងខ្សែភ្លើងបាទហើយនឹងតំណមិនត្រឹមត្រូវបាទទាំងអស់ហ្នឹងនឹងបង្កឲ្យមានបញ្ហាដែរបាទហើយអត់ដឹងខ្លួនទេបាទអ្នកប្រើប្រាស់អត់ដឹងខ្លួនទេដូច្នេះអានេះគឺយើងចាប់អារម្មណ៍ថាពេលយប់កើតឡើងចេញពីណាអានេះយើងអត់គិតថាមានការលេចជ្រាបប្រេងផ្សេងទៀតដែលនឹងកើតឡើងពេលយប់ទេព្រោះបើសិនជាឡានលេចជ្រាបពេលយប់ហើយវាកើតឡើងឆាប់ឆេះក្នុងពេលយប់ហ្នឹងវាកម្រនឹងមានកើតឡើងបើវានឹងកើតឡើងពេលថ្ងៃហើយបាទព្រោះថ្ងៃវាក្តៅជាងបាទតែបើសិនជាពេលយប់កើតឡើងយើងត្រូវតោងមើលទៅលើប្រភពអ្វីដែលតើយើងមានធ្វើអីខុសប្រក្រតីអត់បាទហ្នឹងហើយយើងមានតែខុសប្រក្រតីដែលខុសពីថ្ងៃគឺមានតែភ្លើងហ្នឹងទេបាទចង់បន្ថែមលើការងារដែលយើងនិយាយថាតម្លើងត្រូវបច្ចេកទេសហ្នឹងយើងលើកពីការរត់ខ្សែដែលបងមានប្រសាសន៍អញ្ចឹងការរត់ខ្សែជួនកាលគាត់មិនត្រឹមតែមិនបានដាក់positive ការពារទេបាទគាត់រត់រំលងឬក៏គាត់មិនបានចោះប្រហោងបន្ថែមវាបានត្រឹមត្រូវជួនកាលដាក់ចូលទៅតាមខ្យល់ម៉ាស៊ីនត្រជាក់ហ្នឹងទេបាទហើយក្នុងខ្យល់ម៉ាស៊ីនត្រជាក់ហ្នឹងវាមានស្លាបវាបិទខ្យល់ដែលថាយកខ្យល់ក្នុងឡានខ្យល់ពីក្រៅឡានហ្នឹងទៀតអញ្ចឹងរត់កងកន្លែងហ្នឹងអញ្ចឹងទៅហើយធម្មតាឡានទំនើបមួយចំនួនពេលដែលយើងរត់ខ្សែចូលប្រឡោះស្លាបទ្វារបិទបើកខ្យល់វាហ្នឹងពេលដែលវាអត់ទៅដល់គោលដៅអញ្ចឹងម៉ូទ័រដែលបិទទ្វារបិទស្លាបវាហ្នឹងវានៅតែធ្វើការចឹងព្រោះវាអត់ទាន់ដល់វាទៀមទា calibration not fully close not fully open បាទ not close អញ្ចឹងទៅវាចេះតែទារហូតអញ្ចឹងម៉ូទ័រហ្នឹងក៏វាធ្វើការរហូតទៅវាគៀបខ្សែហ្នឹងទៀតផងម៉ូទ័រក៏វាខូចទៅយើងមិនដឹងថាពេលដែលមានរឿងតោះយើងមើលឲ្យច្បាស់តើអណ្ដាតភ្លើងវាចេញពីម្ដុំហ្នឹងចេញពីម្ដុំហ្នឹងមានរឿងពីរមានខ្សែហ្នឹងដែលទ្វារហ្នឹងវាគៀបដាច់រលាត់ឆ្លងគ្នានឹងម៉ូទ័រខ្លួនវាហ្នឹងបាទបិទទ្វារបើកទ្វារខ្យល់ក្នុងខ្យល់ក្រៅហ្នឹងបាទបងឯងដឹងអីហើយចាប់អារម្មណ៍ឯថាខ្សែភ្លើងទាំងអស់ដែលគេរត់នៅម្ដុំengine compartment នៅកម៉ូបក្រោមកបូលសិតតែរុំកណាត់បាទរុំកណាត់ហើយកណាត់ហ្នឹងការពារជាមួយនឹងកម្ដៅហើយនឹងគេមាន gain របស់គេបាទអញ្ចឹងគេសិតតែមានហេតុផលហើយអ្នកផលិតឡានដើម្បីការពារនៅកម្ដៅហើយបើយើងរត់ខ្សែទៅទេទៅរឿងនឹងអាចកើតឡើងក្នុងប្រការណាមួយយើងអត់ដឹងទេហើយបាទកន្លែងហ្នឹងដែរខ្ញុំចង់បន្ថែមបន្តិចខ្សែភ្លើងដែលប្រើប្រាស់នៅក្នុងតំបន់ម៉ាស៊ីនកន្លែងក្តៅបាទរោងចក្រគេមាន special ស្រោមវាបាទន័យថាស្រោមខ្សែភ្លើងយើងចង់និយាយអ៊ីស្លង់បាទអ៊ីស្លង់ហ្នឹងគឺប្រឆាំងការឆេះហ្មងឧទាហរណ៍ឡើង300ឬ500ក៏វាអត់ឆេះដែរឡានbrand ល្បីមួយចំនួនខ្ញុំឃើញរលួយស្ពាន់នៅក្នុងនឹងផងបាទក៏យើងនៅតែអត់ឆេះដែរអ៊ីស្លង់វាហ្នឹងបាទខ្ញុំឃើញអ៊ីស្លង់ហ្នឹងគាត់ថាក្រៀមអត់មានចាញ់ជាតិណាទេអាហ្នឹងគឺយើងឆ្ងល់ថាហេតុអីបានខ្សែភ្លើងម្ដុំត្រង់តំបន់ម៉ាស៊ីនហ្នឹងវាថ្លៃយ៉ាងនេះបាទប៉ុណ្្នឹងសោះបាទព្រោះវាមានអ៊ីសូឡង់ពិសេសការពារការឆាបឆេះហ្នឹងឯងបាទបើសិនជាអ៊ីសូឡង់ហ្នឹងអត់បានការពារអ៊ីសូឡង់ហ្នឹងហើយជាអ្នកបង្កឲ្យឆេះបាទពេលដែលរបស់ក្តៅពីក្នុងមកអ៊ីសូឡង់ហ្នឹងជាអ្នកបង្កាត់ឲ្យឆេះតែម្ដងបាទឲ្យវាកាន់តែធំតែម្ដងអញ្ចឹងអ៊ីសូឡង់ទាំងអស់ហ្នឹងគឺត្រូវតែអ៊ីសូឡង់ការពារមិនឲ្យឆេះបាទដូច្នេះយើងមិនគួរប្រើខ្សែអីផ្ដេសផ្ដាសរត់កាត់តំបន់ហ្នឹងទេអញ្ចឹងហើយបានយើង
ចេះទាំងឡានគេផលិតមកវាត្រឹមត្រូវណាប៉ុន្តែយើងទេដែលចេះតែនឹកឃើញគេថែមអានេះស្អាតអានោះស្អាតអីចឹងទៅយើងចង់បានសម្រស់យើងមកកយេថែមដល់អញ្ចឹងវាកើតទៅជាជំងឺបាទតែទោះបីយ៉ាងណាក៏ដោយបញ្ហាទាំងអស់ហ្នឹងវាមិនមែនជាទូទៅទេតែវាជាការបង្កមួយដែលបងប្អូនអាចចាប់អារម្មណ៍ដែរហើយរឿងហ្នឹងក៏វាមិនងាយនឹងកើតឡើងដែរបើសិនជាបងប្អូនដែលយកឡានទៅប្រើប្រាស់ទៅ upgrade ទៅឡើងស៊េរីទៅអីហ្នឹងធ្វើតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវអញ្ចឹងរឿងហ្នឹងក៏វាមិនងាយនឹងកើតឡើងដែរខ្ញុំនៅចាំបានថាការពីដែលខ្ញុំធ្វើការនៅក្រុមហ៊ុនមួយរបស់អង់គ្លេសបាទគេបានណែនាំខ្ញុំមួយចំនួនតាក់ទងទៅនឹងក្រុមហ៊ុនដែលនៅអឺរ៉ុបបាទដែលគាត់នឹងគឺជាជំនាញដែលឡើងមានថា upgrade បាទឡើងស៊េរីឡើងស៊េរីបាទឡើងស៊េរីអញ្ចឹងក្រុមហ៊ុនទាំងអស់ហ្នឹងការសម័យហ្នឹងគឺគាត់ប្រាប់ថារបស់ដែលគេបានកែឡើងស៊េរីតំបន់ហ្នឹងគឺអត់ធានាទេបាទតែអ្វីផ្សេងដែលក្រុមហ៊ុនហ្នឹងអត់ប៉ះពាល់នៅតំបន់របស់ឡានហ្នឹងនៅតែធានាដដែលបាទអត់មានន័យថាបើសិនជាគាត់ឡើងកង់បើគាត់ឡើងបណ្ណាមុខឡានទាំងអស់អត់ធានាមិនមែនមានអីចឹងទេពេលនោះគឺខ្ញុំបានការណែនាំថាអ្វីដែលគេបានកែតម្រូវហ្នឹងគឺគេអត់ធានាកន្លែងកែតម្រូវតែបើសិនជាផ្សេងនៅក្នុង original ពីរោងចក្រមកដែរគេនៅតែធានាដែរហេតុអីដោយសារពួកគេក្រុមហ៊ុនទាំងពីរហ្នឹងគឺបានទទួលស្គាល់គ្នាទៅវិញទៅមកបាទថាអ្នកនឹងធ្វើតាមលក្ខណៈបច្ចេកទេសស្តង់ដារអ្វីដែលក្រុមហ៊ុននោះអាចទទួលយកបានតែគេនៅតែមិនអោយថាធានាទៅលើអ្វីដែលអ្នកនោះបានកែទេតែអ្នកដែលបានកែនោះគឺធានាទៅលើកិច្ចការរបស់ខ្លួនឯងវិញបាទតែរោងចក្រផលិតឡានគេអត់ធានាទៅលើកិច្ចការរបស់អ្នកនោះទេតែយ៉ាងណាផ្សេងគេនៅតែទទួលធានាទៅដែរអញ្ចឹងមានថាគេទទួលស្គាល់ទឹកដៃបច្ចេកទេសហើយនឹងអ្វីដែលគេបានអនុវត្តបាទហ្នឹងខ្ញុំនិយាយពីលក្ខណៈបច្ចេកទេសកាលសម័យនោះណាបាទហ្នឹងហើយបច្ចុប្បន្ននេះខ្ញុំគិតថាប្រហែលជាមិនខុសគ្នាដែរទេបើសិនជាមានក្រុមហ៊ុនដែល certify មានថាក្រុមហ៊ុនដែលគេទទួលស្គាល់ថាពិតជាបានធ្វើត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមែនអាផ្សេងគេនៅតែធានាដដែលទេបាទអត់ធានាកន្លែងហ្នឹងទេអញ្ចឹងកន្លែងហ្នឹងសំខាន់ព្រោះគេដឹងថាបើព្រោះអ្នកដែលផលិតឡានទាំងអស់មុនគេចេញអីមួយគេតេស្តសម្បើមណាស់បាទគេតេស្តប៉ុណ្ណឹងហើយនៅមានចំណុចខ្វះខាតបាទនេះហើយបានត្រូវការធានាហ្នឹងបើសិនជារបស់ហ្នឹងវាចេញល្អឥតខ្ចោះអត់មានចាំបាច់ធានាទេគេថាប្រើទៅអត់ចេះខូចហ្នឹងបាទអញ្ចឹងដល់ពេលណាដែលវាចេះខូចហើយគេដឹងហើយធម្មតាមនុស្សមិនអាចផលិតអ្វីបានល្អឥតខ្ចោះទេបាទមានតែព្រះទេដែលផលិតអ្វីគ្រប់យ៉ាងបានល្អឥតខ្ចោះបាទហ្នឹងយើងអាចយល់បាននឹងមិនអាចយល់បានបាទអញ្ចឹងយើងនៅធ្វើខុសនៅធ្វើត្រូវអញ្ចឹងហើយឡានក៏ដូចគ្នាដែរដូច្នេះហើយបានគេនៅការធានាបានគេនៅការកែតម្រូវអីផ្សេងតែមុននឹងឲ្យដាក់យើងប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពអ្វីគ្រប់យ៉ាងអស់គឺបានតេស្តរាប់រយរាប់ពាន់រាប់ម៉ឺនរាប់លានដងបាទតែអ្វីដែលកើតឡើងវានឹងកើតឡើងដែរបាទអូខេយើងនៅមានចំណុចមួយទៀតដែលឃើញភាគច្រើននៅលើផ្លូវលឿនបាទពេលដែលយើងយកឡានទៅបើកលឿនស្រាប់តែមានបញ្ហាហើយយើងបើកនៅធម្មតានៅក្រុងនៅអីផ្សេងអត់មានអីសោះបាទហ្នឹងហើយចាឥឡូវបងសង្កេតឃើញអីខ្លះហើយបងគិតថាប្រភពនៃបញ្ហាមកពីអីខ្លះបាទសម្រាប់រថយន្តដែលឆេះពេលដែលយើងយកវាទៅបើកបរពេញលបឿនបាទនៅជាពិសេសនៅលើផ្លូវលបឿនលឿនមិននិយាយស្រួលស្ដាប់បាទប៉ុន្តែតាមពិតវាមិនមែនឆេះតែនៅកន្លែងហ្នឹងទេវាអាចឆេះនៅកន្លែងផ្សេងក៏មានដែរប៉ុន្តែចំណុចដែលអាចលើកឡើងយកមកអាចចាត់ទុកថាជាមូលហេតុនោះគឺយើងនិយាយដដែលគឺការលិចប្រេងបាទការលិចប្រេងហ្នឹងគឺមានទាំងអស់បាទប្រេងសាំងឬម៉ាស៊ូតហើយនិងប្រេងម៉ាស៊ីនបាទឬក៏ប្រេងប្រអប់លេខអីបាទពួកឲ្យតែប្រេងគឺសុទ្ធតែឆាបឆេះហើយពេលដែលវាត្រូវលក្ខខណ្ឌវាណាមួយអញ្ចឹងយើងសួរថាការលិចប្រេងហ្នឹងចុះមិនបានជិះយឺតវាអត់លិចបាទហើយទៅដល់ផ្លូវលបឿនលឿនវាលិចបាទនេះខ្ញុំមានការចាប់អារម្មណ៍មួយចំនួនដែលឆ្លងកាត់តាមបទពិសោធន៍នៃការជួសជុលរថយន្តជិត20ឆ្នាំនេះបាទគឺដោយសារការលិចប្រេងហ្នឹងវាធម្មតាបើកយឺតវាលិចតិចបាទឬក៏វាមិនលិចដល់ពេលឡានហ្នឹងវាត្រូវការលបឿនបាទ
វាទៅជាលិចខ្លាំងហើយវាប៉ះចំកន្លែងដែលក្តៅជាពិសេសកស៊ីម៉ាំងបើយើងនិយាយសួរស្ដាប់គេហៅ exhaust manifold ហ្នឹងពេលដែលយើងរត់120ជាប់តា10នាទីវាឡើង6-700ដឺក្រេបើសិនតែពេលយប់វិញសឹងភ្លឺបាទក៏ហមដល់ភ្លឺអញ្ចឹងបើសិនជាមានប្រេងនឹងវាតក់ទៅប៉ះកន្លែងហ្នឹងមិនថាផ្សាំងម៉ាស៊ូតឬប្រេងម៉ាស៊ីនប្រេងអីទេបាទដល់ពេលទៅប៉ះកន្លែងហ្នឹងដាច់ខាតវាត្រូវតែបង្កជាអណ្ដាតភ្លើងហើយបាទពេលដែលបង្កជាអណ្ដាតភ្លើងហើយត្រូវខ្យល់អញ្ចឹងទៀតវាធ្វើឲ្យការងារហ្នឹងវាកាន់តែលឿនជួនកាលឆេះមកវឹបមកយើងមើលអត់ដឹងទេព្រោះយើងពងជិះលឿនបាទហើយសួរថាការលិចប្រេងជិះយឺតមិនលិចជិះលឿនមិនលិចអានេះវាមានការចាប់អារម្មណ៍មួយទៀតឧទាហរណ៍យើងយកឡានទៅជួសជុលប្រព័ន្ធឧទាហរណ៍យើងដោះប៊ិចវាដោះប្រព័ន្ធប្រេងសាំងឬប្រេងម៉ាស៊ូតអីអញ្ចឹងអញ្ចឹងពេលដែលយើងដោះយើងដាក់ចូលវិញយើងត្រូវដាក់ចូលមូលចិត្តតាមស្ពេចតាមអីឲ្យបានត្រឹមត្រូវមូលឲ្យគ្រប់គ្រាន់អញ្ចឹងទៅបើមានរងប៊ិចយើងនិយាយរងប៊ិចមួយចំនួនវាធ្វើអំពីsilicon បាទឬក៏ RTV កស៊ូយើងនិយាយស្ដាប់ថាវាជ័របាទយើងដាក់ clip អីអញ្ចឹងទៅហើយជ័រហ្នឹងក៏វាមានអាយុកាលរបស់វាដែរពេលដែលយើងដោះដូរប៊ិចឧទាហរណ៍មកគ្រាប់បាទយើងដូរតែមួយឈុតហ្នឹងប៉ុន្តែធម្មតាប៊ិចវាមកមួយខាងបើម៉ាស៊ីន V6 មួយខាង3អញ្ចឹងយើងមិនមែនដោះតែមួយយើងប៉ះពាល់3អញ្ចឹងពេលដែលខាងយានដ្ឋានគាត់លើកឡើងទៅថាដូររងប៊ិច3ឈុតប៊ិចមួយគ្រាប់3មិនបានដូរតែមួយគ្រាប់ទៅដូររងប៊ិចដល់3បាទកុំឲ្យអស់លុយច្រើនពេកដូរតែមួយបានណាឬមិនបាច់ដូរប្រើវិញបាទការប្រើវិញហ្នឹងក៏វាមិនល្អដែរព្រោះពេលដែលវានៅអត់ទាន់មានការប៉ះពាល់ដាក់តាំងពីថ្មីមកវាងាប់សាច់នៅកន្លែងហ្នឹងវានៅហ្នឹងវាអត់លេចទេតែដល់ពេលយើងដាក់អាដដែលហ្នឹងមិនដាក់ត្រូវជ្រុងវាដែរណាបាទយើងមិនដាក់ត្រូវជ្រុងមានលើមួយគ្រាប់ក្រោមមួយគ្រាប់ដាក់អត់ត្រូវជ្រុងទេបាទអញ្ចឹងពេលដែលដាក់អត់ត្រូវជ្រុងវាជាប់ដែរតែវាមិនមែនជាប់100% ណាពេលដែលជិះយឺតសម្ពាធសាំងសម្ពាធម៉ាស៊ូតហ្នឹងក៏វាមិនខ្លាំងដែរអញ្ចឹងវាអត់អាចធាក់ចេញមកយើងដឹងទេដល់ពេលយើងជិះលឿនវាលេចច្រូចមកធ្វើម៉េចបាទអាហ្នឹងការជួសជុលទៅតាមកញ្ចប់ថវិកាហ្នឹងក៏វាមានហានិភ័យនឹងដែរបាទអញ្ចឹងយើងត្រូវតែកន្លែងខ្លះយើងត្រូវសន្សំចៃកន្លែងខ្លះយើងមិនគួរសន្សំចៃទេហើយយើងត្រូវបញ្យល់គ្នាឲ្យយល់ថាតើរឿងហ្នឹងវាអាចនឹងកើតឡើងដោយវិធីណាអញ្ចឹងទៅបាទហ្នឹងហើយតកតងទៅនឹងអ្វីដែលបងមានប្រសាសន៍ខ្ញុំក៏ចាប់អារម្មណ៍ដែរថាយើងនិយាយតែពីរឿងឡានដែលប្រើប្រាស់អ៊ីនធឺណិតបាទយើងអត់និយាយពីរឿងឡានដែលប្រើ EV ទេបាទ EV រឿងផ្សេងទៀតហើយយើងនឹងទៅចែកគ្នានៅពេលក្រោយដែលពេលវេលាមកដល់អូខេបាទតែយើងនិយាយតែរឿងឡានដែលប្រើអ៊ីនធឺណិតតែប៉ុណ្ណោះបាទហើយបើយើងសង្កេតតាមអ្វីដែលបងមានប្រសាសន៍ថាជីលឿនបានមានបញ្ហាហើយកើតឡើងដោយមានការលេចជ្រាបខ្ញុំក៏យល់មិនខុសពីបងឯងដែរបាទពួកអីថាបើសិនជាករណីហ្នឹងជីធម្មតាអត់អីជីលឿនវាមានបញ្ហាកើតឡើងបានដោយសារយើងមើលការដែលបង្កើនសម្ពាធប្រេងគឺតាមរយៈកូនជ្រូកបាទ high pressure pump ហ្នឹងបាទពេលយើងជីតិចយើងអត់បានជន់ខ្លាំងទេអញ្ចឹងសម្ពាធទៅយកអីក៏វានៅក្នុងកម្រិតមួយទៀតហ្នឹងដែរបាទតែពេលណាដែលយើងជីលឿនគឺមានថាជន់ខ្លាំងបាទអញ្ចឹងកូនជ្រូកហ្នឹងឬក៏ high pressure pump ហ្នឹងក៏បង្កើននៅសម្ពាធកាន់តែខ្លាំងបាទឲ្យស្របទៅតាមល្បឿនដែលយើងចង់យកចង់បានហ្នឹងបាទអញ្ចឹងវាឲ្យស្របទៅតាមអ្វីដែលយើងចង់បានហ្នឹងបាទដូច្នេះពេលណាដែលយើងមានការប៉ះពាល់ទៅលើប្រព័ន្ធម៉ាស៊ូតដូចជាប៊ិចដូចជា regulator ដូចជាកូនជ្រូកណាដោះមើលជួសជុលលេចប្រេងឬមួយក៏ការផ្លាស់ប្ដូរអីមួយនៅចិត្តហ្នឹងអញ្ចឹងណាហើយយើងមានដានដោះហ្នឹងអញ្ចឹងបើសិនជាមានការលេចមិនទាន់លេចហើយដល់ពេលដល់សម្ពាធខ្លាំងវាមានលេចបាទនឹងមួយទៀតលេចតិចដល់សម្ពាធខ្លាំងលេចកាន់តែច្រើនបាទដូចបងមានប្រសាសន៍ដើម្បីការពាររឿងហ្នឹងគឺយើងត្រូវតែផ្លាស់ប្ដូរទៅតាមលក្ខណៈបច្ចេកទេសបាទព្រោះរបស់ខ្លះគឺប្រើតែម្ដងទេបាទប្រើតែម្ដងអត់អាចប្រើពីរដងទេបាទរិញស្ពាន់រិញអាលុយមីញ៉ូមបាទយើងរឹតទៅវាកពិតដើម្បីឲ្យវាចិត្តបាទអញ្ចឹងរបស់អស់ហ្នឹងគឺប្រើតែម្ដងទេអញ្ចឹងរបស់ដែលប្រើម្ដងពេលដែលយើងដោះហើយយើងដាក់ទៅវិញគឺយើងទៅដាក់របស់ថ្មីបាទអញ្ចឹងប្រភពនៃបញ្ហាដែល
អាចកើតឡើងហើយជាកត្តាចម្បងមែនតើគឺការលេចជ្រាបបាទការលេចជ្រាបនឹងឯងអញ្ចឹងការលេចជ្រាបសាំងក៏ដោយការលេចជ្រាបមិនសុទ្ធក៏ដោយក៏អាចបង្កការឆេះបានដែរឲ្យតែវាបានធ្លាក់ទៅលើរបស់ដែលកំពុងតែមានសីតុណ្ហភាពខ្ពស់បាទអញ្ចឹងដូចស៊ីម៉ាំងក៏ដោយដូចជាម៉ាស៊ីនចំហៀងម៉ាស៊ីនអីក៏ដោយបាទហើយមួយវិញទៀតក៏អាចតាក់ទងទៅយោដែរបាទអញ្ចឹងប្រព័ន្ធប៊ិចប្រព័ន្ធអី regulator កូនជ្រូកអីហ្នឹងហើយនឹងមានតាក់ទងប្រព័ន្ធទៅយោដែល supply ដែលផ្ដល់ឲ្យនៅប្រេងឥន្ធនៈទាំងអស់ហ្នឹងចូលទៅក្នុងម៉ាស៊ីនដូចគ្នាអញ្ចឹងបើសិនជាយើងប៉ះពាល់ហើយធម្មតាទៅយោទាំងអស់វាមាន clip របស់វាដើម្បីឲ្យវាដើរឲ្យវាដាក់ឲ្យជាប់ដើម្បីកុំឲ្យវារើចេញពីកន្លែងរបស់វាពេលដែលយើងមានជិះលឿនទៅវារីករួមទៅណាវាផ្លាស់ប្ដូរសម្ពាធទៅយោនេះញាក់វាដើរចុះដើរឡើងហើយពេលប៉ះខ្យល់ជិះលឿនទៅកុំឲ្យវាងើកទៅងើកមកព្រួយពេលណាទៅយោអស់ហ្នឹងវាការពារកម្ដៅមែនបាទតែបើសិនជាយើងយកទៅទល់ជាមួយនឹងដូចស៊ីឡានបើសិនជាវាប្រឈរចិត្តស៊ីឡាំងឡានវាមុតបាទវាមុតតិចម្ដងយូរទៅបាញ់ច្រូចបាទយើងអត់ដឹងទេបាទអញ្ចឹងហើយអាហ្នឹងពេលដែលយើងប៉ះពីអាហ្នឹងយើងត្រូវដាក់ចូល clip ឲ្យត្រឹមត្រូវវិញឲ្យតាមដំណេករបស់វាពេលដែលយើងមិនអាចយើងអត់អាចរើមកហើយយើងចង់ដាក់មិនក៏បានហើយយើងតេស្តមកអត់មានរបៀបអីតាមអ្វីដែលខ្ញុំបានយកចិត្តទុកដាក់ដែរគេមានឧបករណ៍មួយសម្រាប់តេស្តការលេចដែរបាទហិតមើលតើវាមានលេចជ្រាបប្រេងឥន្ធនៈហ្នឹងមកអត់ពេលបន្ទាប់យើងជួសជុលហើយបន្ទាប់មកយើងរត់តេស្តហើយយើងធំក្លិនសំខាន់ដែរណាបាទពេលដែលតេស្តហ្នឹងដូច្នេះនេះជាកត្តាចម្បងមែនតើដែលខ្ញុំឃើញបាទខ្ញុំសង្កេតឃើញថាវាអាចបង្ការមកពីរឿងអស់ហ្នឹងឯងព្រោះអត់ឃើញមានងាយថាអ្នកដែលផលិតឡានមកឡានហ្នឹងស្រាប់សុកឆេះដោយខ្លួនឯងទេបាទមិនឃើញមានងាយដែលរឿងហ្នឹងទេបើមិនជាមានងាយរឿងហ្នឹងក្រុមហ៊ុនហ្នឹងនឹងមានបញ្ហាធំអាចនឹងបិទទ្វារតែម្ដងបាទព្រោះនឹងត្រូវសងគេសម្បើមណាស់ដោយសារគាត់ផលិតរបស់ដែលធ្វើឲ្យមានរឿងធំបាទអញ្ចឹងបានយើងសង្កេតថាអូខេបើសិនជាយើងជិះផ្លូវលឿនមានបញ្ហាហ្នឹងយើងត្រូវតោងសង្កេតទៅលើអាកត្តាដែលអាចកើតឡើងជាចម្បងហ្នឹងបាទហើយបង្ការគឺដូចគ្នាដែរវិធីបង្ការគឺយើងត្រូវទៅជាងដែលគាត់មានឬក៏យានដ្ឋានដែលគាត់មានបច្ចេកទេសត្រឹមត្រូវបាទហើយគាត់ដឹងរឿងហ្នឹងច្បាស់លាស់អញ្ចឹងមានថារឿងកើតឡើងគឺរឿងដោយសារតូចមួយទេមិនមែនរឿងកើតឡើងដោយសាររឿងធំអត់បានដោះស្រាយរឿងចង្កេះរឿងតូចមួយដូចជារងដូចជាអីជាដើមអញ្ចឹងទៅដាក់អត់ត្រូវទំនេររឿងតូចសោះតែបង្កទៅជារឿងធំបានបាទដូច្នេះហើយមានតែអ្នកដែលគេយល់ដឹងហើយជាអ្នកបច្ចេកទេសច្បាស់លាស់ដឹងរឿងហ្នឹងទេបានគាត់អាចធ្វើត្រឹមត្រូវបានចាប់ពីដំបូងដើម្បីការពារកុំឲ្យរឿងហ្នឹងកើតឡើងហ្នឹងហើយតែរឿងហ្នឹងកើតឡើងហើយជាពិសេសគឺតែយើងជាលបឿនលឿនខ្ញុំជឿថាយើងមិនអាចទៅទប់ទល់វាបានទេបាទមានតែយើងយកអីវ៉ាន់ណាដែលសំខាន់ហើយបើកទ្វាររត់ចេញតែប៉ុណ្ណឹងនៅប្រទេសអឺរ៉ុបមួយចំនួនគេក៏ណែនាំឲ្យយើងមានបំពង់អគ្គិភ័យនៅក្នុងឡានមួយដែរក្នុងករណីដែលយើងដឹងខ្លួនទាន់យើងអាចទៅបង្ក្រាបឬក៏ពន្លត់នៅអគ្គិភ័យនឹងទាន់ពេលវេលាដែរបាទតែបើសិនលបឿនលឿនខ្ញុំជឿថាมันអាចធ្វើទៅបានទេព្រោះអីពេលដែលរឿងនឹងឆាបឆេះមកហើយគឺរឿងនឹងធំបាត់ហើយព្រោះវានៅឆេះបន្តិចខាងក្រោមរហូតដល់វាឆេះខ្លាំងបានយើងមានផ្សែងឃើញខាងក្រោមបានឃើញបាទអញ្ចឹងកន្លែងហ្នឹងគឺជាដែលបងប្អូនអាចមានបំពង់អគ្គិភ័យមួយក៏ជារឿងល្អមួយដែរបាទព្រោះពេលដែលចាប់ផ្ដើមល្មមយើងអាចបង្ក្រាបវាទាន់ពេលវេលាហ្នឹងហើយនេះខ្ញុំចែកលេខប៉ុណ្ណឹងហើយរឿងហ្នឹងក៏ជារឿងសំខាន់ហើយក៏មិនមែនគ្រប់ឡានសិតតែកើតឡើងបែបហ្នឹងដែរបាទតែมันឃើញមាននៅមធ្យោបាយណាមួយឬក៏ហេតុផលណាមួយដែលខុសតាក់ទងនឹងប្រេងឥន្ធនៈទេបាទបើតាក់ទងទៅនឹងរឿងឆ្លងភ្លើងរឿងអីខ្ញុំគិតថាជារឿងបន្ទាប់បន្សំទេបាទតែរឿងដែលចម្បងជាងគេគឺរឿងនោះបាទដូច្នេះខ្ញុំចង់សរុបឡើងវិញរឿងជិះនៅផ្លូវលឿនហ្នឹងវាឆេះហ្នឹងចឹងបងប្អូនកុំបារម្ភយើងអាចការពារបានពេលដែលយើងយកឡានទៅជួសជុលត្រូវចាំថាបើពាក់ព័ន្ធទៅនឹងការដោះប្រព័ន្ធប្រេងឬសាំងបាទន័យថាការដោះប្រព័ន្ធប្រេងបន្សុទ្ធឬសាំងហ្នឹងត្រូវយកចិត្តទុកដាក់ទៅលើថាតើវាប៉ះពាល់កន្លែងណាខ្លះហើយយើងត្រូវបដូរអ្វីខ្លះពិភាក្សាជាមួយអ្នកបច្ចេកទេសទៅហើយវាអស់ចំណាយប៉ុណ្ណាបើបងប្អូនអាចទទួលយកបានទេគួរមិនគួរសន្សំទេហើយយើងថាប្រព័ន្ធហ្នឹងបើដោះពាក់ព័ន្ធប្រព័ន្ធក្នុងឡានវាមានប្រព័ន្ធសម្ពាធប្រេងខ្ពស់ហើយនិងប្រព័ន្ធសម្ពាធប្រេងទាប
ប្រព័ន្ធសម្ពាធប្រេងទាបដោយបងបានលើកឡើងមានភាសាអញ្ចឹងទៅយកដែល supply ពីធុងសាំងមកចូលទៅដល់កូនជ្រូកហ្នឹងក៏វាត្រូវការមើលដែរកុំឲ្យរងវាអាយុយូរពេកយូរឆ្នាំពេកវាស្វិតវារឹងវាអីអញ្ចឹងទៅធ្វើឲ្យវាមានការលេចជ្រាបដោយមិនដឹងនៅប្រការណាមួយហើយខ្ញុំចង់បន្ថែមមួយទៀតគឺការលេចជ្រាបប្រេងម៉ាស៊ីនក៏មិនគួរមើលរំលងដែរមិនមែនប្រេងម៉ាស៊ីនមិនឆេះទេគឺប្រេងម៉ាស៊ីនអាចឆេះនៅពេលដែលលក្ខខណ្ឌសមប្រកបណាមួយបាទអញ្ចឹងការជ្រាបប្រេងម៉ាស៊ីនឡានខ្លះយើងឃើញថាវាប្រើដល់អាយុកាលមួយវាងាប់រងងាប់អីអញ្ចឹងទៅវាលិចប្រេងហ្នឹងស្រក់មកលើស៊ីម៉ាំងឬក៏បន្ទះការពារកម្ដៅរបស់ស៊ីម៉ាំងហ្នឹងបាទវាមានការកកជាប់ជាមួយដីជាមួយអីយូរឆ្នាំអញ្ចឹងយើងគួរតែចាប់អារម្មណ៍បាទយើងត្រូវសម្អាតត្រូវជួសជុលជៀសវាងការស្រក់បន្ថែមអីអញ្ចឹងទៅធ្វើឲ្យមានការឆាបឆេះទាំងអស់ហ្នឹងបាទអញ្ចឹងយើងអាចការពារបានទេជាទូទៅខ្ញុំអាចនិយាយបានថាឡានដែលខ្ញុំប្រើផ្ទាល់ខ្លួនឯងរហូតមកដល់នេះវាចូល13 14ឆ្នាំហើយប៉ុន្តែខ្ញុំអាចប្រើនៅផ្លូវលបឿនលឿនដែលមានសមត្ថភាពនៅឡើយទេអាចជន់បាន170 180អីបើសិនជាចង់បាទអត់មានបញ្ហាទេអញ្ចឹងយើងកុំថាំងឡានចាស់ដឹងតែឆេះហើយឃើញរត់នៅហ្នឹងដឹងតែឆេះអត់ទេបាទអាស្រ័យទៅលើការថែទាំនិងការយល់ដឹងបាទដូចបងមានប្រសាសន៍អញ្ចឹងពេលដែលយើងបើកបរខ្ញុំក៏ដូចគ្នាដែរបើដោយខ្ញុំជាអ្នកបច្ចេកទេសដូចគ្នាមិនដឹងយើងមិនចូលចិត្តស្ដាប់ចម្រៀងឬក៏តន្ត្រីអីទេយើងចូលចិត្តស្ដាប់ម៉ាស៊ីនឡានហើយនឹងសំឡេងកង់ដែលប៉ះតែនឹងផ្លូវហើយនឹងចំោះនឹងបើករហូតបាទន័យថាស្រង់ក្លិនរហូតប៉ុន្តែមិនមែនស្រង់ក្លិនអីទេគឺស្រង់ក្លិនប្រេងសាំងឬប្រេងម៉ាស៊ូតហ្នឹងហើយបាទអូខេចឹងជាសរុបមកវិញបងប្អូនទាំងអស់គ្នាបានដឹងហើយថាគ្រប់បែបយ៉ាងទាំងអស់យើងទាមទារការថែទាំហើយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវបាទថែទាំរឿងមួយហើយការសម្រេចចិត្តនឹងការកែតម្រូវឬក៏ធ្វើអ្វីមួយទៅលើរថយន្តហ្នឹងដែលខុសពីអ្វីដែលរោងចក្របានផលិតគឺជាការសម្រេចចិត្តមួយដែលទាមទារបងប្អូនត្រូវស្វែងយល់ហើយនឹងសម្រេចចិត្តដ៏ត្រឹមត្រូវដែរបាទដូច្នេះអ្វីដែលយើងបានទៅចែកដូចជាយូរបន្តិចដែរហើយតែបើសិនជាបងប្អូនមាននៅចម្ងល់អីផ្សេងបងប្អូនអាច comment ទៅលើអ្វីដែលបងប្អូនឆ្ងល់តាក់ទងទៅនឹង topic ឬក៏ប្រធានបទដែលយើងទៅចែកគ្នានេះបាទហើយបើបងប្អូនគិតថាបងប្អូនចង់ដឹងអ្វីផ្សេងទៀតបងប្អូនក៏អាច comment នៅក្នុងវីដេអូរបស់យើងទាំងអស់គ្នាបានដែរបាទហើយជាថ្មីម្ដងទៀតពួកយើងទាំងពីរនាក់ក៏សូមអរគុណដែរចំពោះការតាមដានបងប្អូនទាំងអស់គ្នាដែលបងបានស្ដាប់ហើយក៏បងប្អូនបានចែករំលែកទៅដល់បងប្អូនផ្សេងទៀតដែលមិនទាន់បានឃើញខ្ញុំលើកទឹកចិត្តថានេះជាកម្មវិធីមួយដែលសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់បាទអត់មែនជាកម្មវិធីលក់អ្វីមួយទេបាទជាកម្មវិធីមួយដែលបងប្អូនអាចស្វែងយល់អ្វីដែលជាទស្សនវិជ្ជាពិតប្រាកដតាក់ទងនឹងបច្ចេកទេសដែលអនុវត្តជាប្រចាំថ្ងៃបានមិនមែនតែជាទស្សនវិជ្ជាមួយទេតែក៏ជាការអនុវត្តដែលអាចធ្វើបានហើយធ្វើទៅរួចហើយបាទដូច្នេះជាបទពិសោធន៍ហើយនឹងជាចំណេះដឹងដែលពួកយើងធ្វើកិច្ចការច្រើនជាង20ឆ្នាំក្នុងវិស័យការជួសជុលការថែទាំហើយយើងបានសិក្សារៀនសូត្រផ្ទាល់ពីអ្នកផលិតរថយន្តបាទហើយក៏យើងអនុវត្តនៅក្នុងជីវិតយើងប្រចាំថ្ងៃបាទដែលជាអាជីពរបស់យើងហើយយើងដល់ដំណាក់កាលមួយផ្សេងទៀតហើយគឺដំណាក់កាលនៃការចែកចាយអ្វីដែលយើងបានប្រមូលទុកបាទគឺចំណេះដឹងហើយបទពិសោធន៍របស់យើងណាដល់ចែកចាយដល់បងប្អូនផ្សេងទៀតដែលគាត់ជាអ្នកដែលប្រើប្រាស់រថយន្តពិតប្រាកដបាទជាទីបញ្ចប់នេះពួកយើងក៏សូមអរគុណហើយសូមជម្រាបលាបាទសូមអរគុណជូនពរអ្នកទាំងអស់គ្នាមានសុវត្ថិភាពហើយបើមានអ្វីត្រូវបន្ថែមទៅលើអ្វីដែលពួកយើងបានលើកឡើងមិនបានលើកឡើងសូមមេត្តាផ្ដល់ជា comment នៅក្នុង comment អរគុណ